ไทยหนึ่งซองสำนองมาปฏิกรรมจีจิจรานมาปนรอการคุยขาดระบบเตะปิจิปรวัตหนึ่งเหตุการณ์นาสมปอนเส้นได้แตะตรงหนึ่งปฏิกรรมปิจิไม่บันยมเย็นจังบางปนมือสังเกตปฏิกุยแวดหนึ่งเอร้องบางซองสำนองจำนวน$50,000,000แต่ดอกปฏิกุยแวดน้องการเฉลี่ยเปลี่ยนระบบปฏิเอร้องแต่ปฏิกุยแวดนี่คือโดยซาแต่องค์การสหประชาชาติหรือก็ยังหาสายยูเอ็นนั่งbanធ្វើការទៅលើប្រទេសអ៊ីរ៉ង់និងប្រទេសគុយវ៉ែតហើយប្រទេសកម្ពុជាយើងនិងប្រទេសថៃដូចគ្នាបងប្អូនអង្គការសហជីវជាតិគេនឹងចាប់ផ្ដើមធ្វើដូចគ្នាប៉ុន្តែយើងត្រូវតែរងចាំពេលវេលាដូចថ្នាក់ដឹកនាំគាត់និយាយអញ្ចឹងថាយើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំអញ្ចឹងបងប្អូនកុំតន់ជួយច្បល់តាមព័ត៌មានញុះញង់បងប្អូនចាំតាមដានអ្វីដែលថៃកំពុងតែធ្វើបងប្អូនឥឡូវនេះថៃគេកំពុងតែបង្ខំឲ្យយើងទទួលស្គាល់ថាគេវាយយកហ្នឹងគឺជាទឹកដីរបស់គេទី1ដោយសារអីបានវាបង្ខំដោយសារវាខ្លាចច្បាប់អន្តរជាតិពេលនេះបងប្អូនដោយសារប្រទេសវាមិនមែនជាប្រទេសមហាអំណាចទេប្រទេសវាក៏ប្រទេសតូចតាចដែរអញ្ចឹងវាខ្លាចច្បាប់អន្តរជាតិអញ្ចឹងហើយវាបានបង្ខំឲ្យយើងទទួលស្គាល់ថាអាដីដែលវាវាយបានហ្នឹងគឺជាដីរបស់វាដោយសារវាខ្លាចយើងប្តឹងទៅអង្គការសហប្រជាជាតិដឹងទៅ ICC ឬក៏ ICJ ហ្នឹងបងប្អូនហើយដោយសារវាខ្លាចហើយវាទៅឲ្យប្រជាជនរបស់វាឲ្យថ្នាក់ដឹកនាំរបស់វាមួយចំនួនរាល់ដែលពេលឃើញវីដេអូផុសនៅក្នុងបណ្ដាញសង្គមដូចជាឆ្លៀនពៀនទឹកដីខ្មែរគឺវាឲ្យប្រជាជនរបស់វាបែនហើយនឹងរីមូវចោលអញ្ចឹងឥឡូវនេះថៃវាកំពុងតែភ័យដោយសារភ័យនឹងច្បាប់អន្តរជាតិដោយសារវាខ្លាចសងសំណងមកប្រទេសកម្ពុជាយើងច្រើនហើយបាត់បង់កន្លែងនៃវាឈរកាន់កាប់ឥឡូវនេះឲ្យប្រទេសកម្ពុជាមកវិញទាំងអស់ហើយសងសំណងរាល់ការខូចខាតរបស់ប្រទេសកម្ពុជាមកវិញទាំងអស់ចឹងហើយឥឡូវនេះគឺវាធ្វើមិនញុះញង់ឲ្យយើងស្អប់រាជរដ្ឋាភិបាលបងប្អូនចឹងបងប្អូនកុំជឿព័ត៌មានដែលបំផុសបំផុលដោយភាគីសៀប